កិច្ចរំដោះជនរងគ្រោះ13នាក់ក្នុងនោះស្ត្រីជាអនិច្ចជន5នាក់ដែលឃាំងក្នុងហាងខារ៉ាអូខេមួយកន្លែងនៅខេត្តកំពង់ធំលោកស្រីឧត្តមសេនីយ៍ត្រីកងគយស្នងការរងនគរបាលខេត្តកំពង់ធំទទួលផែនការការងារប្រឆាំងការជួញដូរមនុស្សនិងញៀនដឺនិងសម្របសម្រួលនីតិវិធីពីសាលាដំបងខេត្តកំពង់ធំកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បានដឹកនាំកម្លាំងចុះបង្ក្រាបករណីសេញ្ញកម្មហាងខារ៉ាអូខេមួយកន្លែងជ្រកក្រមយីហោលុបលៀបស្ថិតក្នុងភូមិដងឃុំបឡាំងស្រុកបារាយណ៍ខេត្តកំពង់ធំជាលទ្ធផលនៃកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវីសុខីភេទប្រុសអាយុ43ឆ្នាំមានទីលំនៅភូមិដងឃុំបាឡាំងស្រុកបារាយណ៍ខេត្តកំពង់ធំដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះជនរងគ្រោះបានចំនួន8នាក់ជនអនិច្ចជនចំនួន5នាក់ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់